បាទសួស្តីបងប្អូនបាទថ្ងៃនេះដែរជាថ្ងៃច័ន្ទបាទអញ្ចឹងក្រោយពីទនេពីការងារយើងឆ្លៀតពេលមកដែរហាត់ប្រាណបងប្អូនបាទអញ្ចឹងនៅពេលនេះដែរគឺមិនមានអីចែករំលែកទេបងប្អូនគឺការមានការចែករំលែកខ្លីៗបាទសូមទស្សនាទាំងអស់គ្នាបាទហ្នឹងហើយបងប្អូនមួយវិញទៀតបងប្អូនអ្នកដែលចូលមកថ្មីបើកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងបាទណារាំងសៀម Media នេះបាទអញ្ចឹង Channel នេះធ្វើក្នុងគុំនងចែករំលែកគំនិតខ្លីៗហើយនឹងការចែករំលែកនៅព័ត៌មាននិយាយទៅពាក់ព័ន្ធជាមួយនឹងចំណេះដឹងតិចតួចបាទអញ្ចឹងខ្ញុំមិនមានចំណេះដឹងច្រើនសម្រាប់ក្នុងការចែករំលែកទេបាទជាងគឺមានចំណេះដឹងតិចបាទអញ្ចឹងថ្ងៃដើម្បីកុំឲ្យខាតពេលវេលាយូរបាទពេលនេះគឺសូមធ្វើការចែករំលែកពាក់ព័ន្ធជាមួយនឹងពេលវេលាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូនេះគឺសឹងសុទ្ធតែជាអ្នកមមាញឹកនិងរវល់ពីការងារបាទអញ្ចឹងមិនមានបងប្អូនណាម្នាក់ទំនេរនោះទេបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាកំពុងតែមមាញឹកក្នុងការបំពេញការងារបាទអញ្ចឹងក្នុងការវេលាចែករំលែកនៃវីដេអូនេះគឺចង់ចែករំលែកពាក្យព័ន្ធជាមួយនឹងកត្តាគ្រប់គ្រងពេលវេលាបងប្អូនបាទអញ្ចឹងការគ្រប់គ្រងពេលវេលារបស់មនុស្សយើងឬក៏របស់បុគ្គលយើងម្នាក់យើងមានឥរិយាបថឬក៏របៀបធ្វើផ្សេងគ្នាបាទប៉ុន្តែអ្វីដែលដូចគ្នានោះគឺពេលវេលាបាទពេលវេលានិងឱកាសបាទអញ្ចឹងដូចគ្នាពេលវេលានិងឱកាសបែបម៉េចបាទអញ្ចឹងមួយថ្ងៃមាន24ម៉ោងបាទអញ្ចឹងយើងធ្វើការរយៈពេល8ម៉ោងបាទអញ្ចឹងនេះគឺជាពេលវេលាដែលយើងមានពេលដូចគ្នាបាទមានពេលដូចគ្នាហើយអ្វីដែលខុសគ្នានោះគឺការធ្វើនិងការអនុវត្តជាក់ស្ដែងបាទអញ្ចឹងការចែករំលែកនេះមិនមែនថាខ្ញុំជាអ្នកគ្រប់ជំនាញគ្រប់គ្រងពេលវេលាទេបាទអញ្ចឹងគ្រាន់តែជាកត្តាខ្លីៗសំខាន់បាទអញ្ចឹងកត្តាខ្លីសំខាន់ហ្នឹងគឺខ្ញុំចែកចេញជា3បាទទី1ការបែងចែកពេលវេលាបាទអញ្ចឹងការបែងចែកពេលវេលាបងប្អូនច្បាស់ជាធ្លាប់ដឹងធ្លាប់ឮហើយបាទអញ្ចឹងគឺយើងចែកពេលវេលាស្មើណាត្រូវធ្វើអីពេលណាយើងត្រូវធ្វើអីបាទហើយទី2នោះគឺយើងការអនុវត្តបាទអញ្ចឹងការអនុវត្តច្បាស់ថាការអនុវត្តរបស់យើងវាអាចថាមិនបានគ្រប់ជ្រុងជ្រោយឬក៏បានពេញលេញទេបាទអញ្ចឹងទី2គឺការអនុវត្តបាទហើយតែទី3នេះគឺការតាមដានបាទអញ្ចឹងការតាមដានគឺសំខាន់បាទអញ្ចឹងបើសិនជាយើងមានការគ្រប់គ្រងពេលវេលាការអនុវត្តហើយយើងអត់មានការតាមដានឬក៏ត្រួតពិនិត្យឡើងវិញទេការងាររបស់យើងច្បាស់ជាមិនជោគជ័យឬក៏ការគ្រប់គ្រងពេលវេលារបស់យើងគឺមិនជោគជ័យទេបាទអញ្ចឹងការចែករំលែកនៃការគ្រប់គ្រងពេលវេលានេះឬក៏ឥរិយាបថនៃការរស់នៅហ្នឹងគឺមាន3ហ្នឹងបាទអញ្ចឹងបងប្អូនកុំភ្លេចជួយចុចចែករំលែកឬក៏ share វីដេអូនេះទាំងអស់គ្នាបាទគិតថាមានប្រយោជន៍បាទសូមអរគុណ